ជ្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបង្រៀននៅបឋមសិក្សាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញអំពីរបៀបនៃការចូលទៅក្នុងគណនីថ្នាលបឋម PLP ចំនួនថ្មីវីដេអូនេះគឺសំខាន់សម្រាប់លោកគ្រូអ្នកគ្រូដែលកាន់បន្ទុកថ្នាក់សិស្សហើយនឹងសំខាន់សម្រាប់អាណាព្យាបាលសិស្សហើយនឹងសិស្សានុសិស្សទាំងអស់គ្នាណាពីព្រោះថាបើយើងអត់ចេះនៅកន្លែងនឹងទេគឺយើងជាគ្រូក៏មិនអាចទៅណែនាំឲ្យសិស្សចូលគណនីថ្នាលបឋមនឹងបានដែរហើយក៏យើងមិនអាចយកចំណេះដឹងនឹងទៅណែនាំដល់អាណាព្យាបាលឲ្យគាត់ចេះបានដែរអញ្ចឹងកន្លែងនេះគឺសំខាន់ណាអញ្ចឹងបើលោកគ្រូអ្នកគ្រូអត់ទាន់ចេះទេសូមធ្វើការតាមដាននៃការបង្ហាញរបស់ខ្ញុំដូចតទៅណាដើម្បីចូលទៅក្នុងគណនី PLP ថ្នាលបឋមចំនួនថ្មីរបស់យើងនេះគឺយើងត្រូវចុចចូលទៅក្នុងកម្មវិធី PLP ដែលយើងបានដូនឡូតណាដែលយើងបានដូនឡូតហើយ PLP នេះគឺជាចំនួនថ្មីណាអត់ចូលអាចំនួនចាស់ទេចឹងយើងចុចចូលលើវាមកបន្ទាប់យើងចុចចូលហើយវានឹងចាប់ផ្ដើមនាំយើងទៅរក PLP ចំនួនថ្មីហើយចឹងយើងសូមរងចាំបន្តិចណាឥឡូវនេះគឺវាបានចូលមកកាន់ទម្រង់បែបនេះហើយគឺជា PLP ថ្នាលបឋមចំនួនថ្មីចឹងខាងលើនេះគេឲ្យយើងដាក់ឈ្មោះអ្នកប្រើប្រាស់បើយើងចូល account យើងដាក់ឈ្មោះយើង account នេះមិនមែនឈ្មោះយើងនេះទេណាគឺឈ្មោះដែលគេបានបង្កើតនៅក្នុងប្រព័ន្ធ PLP ណាហើយខាងក្រោមនេះគឺជាពាក្យសម្ងាត់ណាបើយើងចូលសិស្សណាយើងយក user របស់សិស្សនោះហើយពាក្យសម្ងាត់របស់សិស្សនោះចូលហើយយើងចុចថាចូលគណនីទៅវាបានដែរប៉ុន្តែកន្លែងនេះខ្ញុំសូមណែនាំឲ្យលោកគ្រូអ្នកគ្រូចូលទៅតាមរយៈ QR code វិញគឺវាស្រួលជាងណាអញ្ចឹងលោកគ្រូអ្នកគ្រូចុចលើអា scan QR នឹងមកហើយវានឹងលោតចេញមកទម្រង់បែបនេះបើសិនជាលោកគ្រូអ្នកគ្រូបាន print QR code ចែកជូនសិស្សហើយលោកគ្រូអ្នកគ្រូកាន់តែយកអាទូរស័ព្ទនេះទៅដាក់នៅកន្លែង QR code ឲ្យចំទៅលើ QR code នោះទៅវានឹង scan ទៅហើយប៉ុន្តែបើសិនជាលោកគ្រូអ្នកគ្រូបាន download ទុកនៅក្នុងទូរស័ព្ទលោកគ្រូអ្នកគ្រូអាចចុចនៅខាងក្រោមនេះនៅខាងស្ដាំដៃគេដាក់ថាជ្រើសរើស QR អញ្ចឹងលោកគ្រូអ្នកគ្រូចុចជ្រើសរើស QR នឹងមកហើយវានឹងនាំទៅរក QR ដែលយើងបានរក្សាទុកនៅក្នុងទូរស័ព្ទនេះឃើញទេនៅខាងលើនេះគឺជា QR code សិស្សរបស់ខ្ញុំម្នាក់ដែលខ្ញុំបាន download ទុកអញ្ចឹងយើងចុចលើវាមកឲ្យចេញសញ្ញាគ្រីសបែបនេះមកបន្តមកទៀតយើងចុចថារួចរាល់ហើយវានឹងចាប់ផ្ដើមនាំយើងទៅកាន់ PLP ចំនួនថ្មីយើង scan សិស្សណាគឺវាចូលទៅកាន់ឈ្មោះ account របស់សិស្សនឹងឯងនេះឥឡូវខ្ញុំបាន scan ចូលទៅកាន់ account សិស្សរបស់ខ្ញុំម្នាក់ចាំមើលតើ account សិស្សដែលខ្ញុំ scan នោះឈ្មោះអីគេនេះគឺគាត់ឈ្មោះភើយកុលាបណាបាទហើយជាសិស្សថ្នាក់ទី4នេះអញ្ចឹងបើសិនតែយើងចង់ scan សិស្សផ្សេងទៀតក៏បានដែរយើងកាន់តែចាក់ចេញមកយើង scan បានហើយនេះអញ្ចឹងសិស្សខ្ញុំបានដាក់រូបថតដាក់អីទៅពី scan នេះឃើញ account គាត់គឺមានរូបថតអីស្អាតណាដើម្បីឲ្យស្អាតដូចខ្ញុំចឹងចង់ស្អាតដាក់រូបថតដូចខ្ញុំចឹងទៅកាត់ background ដាក់ពើខៀវចឹងទៅមើលទៅស្អាតបានល្អណាអរគុណណាវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេណាបាទបើមានកន្លែងណាខុសឆ្គងអធិស្ឋានផងណាព្រោះនិយាយទៅវាអាចភ្លិតមិត្តដិតចាប់អាចពិបាកស្ដាប់ដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញតាក់ទងនឹង PLP ចំនួនថ្មីនេះបន្តទៀតណានៅកន្លែងណាដែលលោកគ្រូអ្នកគ្រូមិនដឹងអាចធ្វើការសិក្សាតាមដានជាមួយខ្ញុំបាន